សូមជូនរឿងព្រះទេវទត្តព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះទេវទត្តតាំងពីពេលដែលព្រះទេវទត្តចូលមកបួសបានប្រព្រឹត្តនៅអំពើអាក្រក់ដ៏លាវុមានប្រការផ្សេងដូចតទៅនេះគឺបបួលព្រះរាជកុមារអាជាសតុសត្រូវឲ្យទៅសម្លាប់ព្រះបាទពឹមពិសាដែលជាព្រះរាជបិតារបស់ខ្លួន 2. បញ្ជូនមនុស្សឲ្យទៅសម្លាប់ព្រះសាស្តាតែមនុស្សទាំងនោះបានស្ដាប់ព្រះធម៌របស់ព្រះអង្គហើយបានសម្រេចព្រះសោតាបត្តផលគ្រប់គ្នា 3. ឡើងលើភ្នំគុច្ឆកោฏហើយបានទម្លាក់ដុំថ្មធ្វើលោហិតតបបាទដល់ព្រះសាស្តា 4. លែងដំរីណាឡាគិរីឲ្យធ្វើអន្តរាយដល់ព្រះអង្គតែមិនបានសម្រេចដោយគោលបំណងឡើយ 5. ប្រមូលភិក្ខុ500អង្គធ្វើសង្ឃភេទបំបែកសង្ឃក្រោយមកព្រះទេវទត្តកើតជំងឺឈឺធ្ងន់អស់រយៈពេលប្រមាណ 9 ខែចុងក្រោយបំផុតព្រះទេវទត្តបានដឹងខ្លួនតន់គឺដឹងច្បាស់នៅកំហុសរបស់ខ្លួនហើយមានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំសុំខមាទោសចំពោះព្រះដ៏មានព្រះភិក្ខបានឲ្យកូនសិស្សសែងទៅកល់ព្រះអង្គពេលកូនសិស្សសែងដល់មាត់ស្រះក្បែរវត្តចេតពុនហើយបានឲ្យកូនសិស្សដាក់ចុះសិនពេលដែលព្រះទេវទត្តបានដាក់ជើងចុះដល់ផែនដីភ្លាមនោះព្រះធរណីបានស្រូបយកព្រះទេវទត្តចូលទៅបាត់នៅពេលនោះឯងភិក្ខុទាំងឡាយក្រាបទូលសួរព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះទេវទត្តបានធ្វើកម្មដ៏ធ្ងន់យ៉ាងនេះតើនឹងកើតនៅទីណាព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ឆ្លើយថាមនាលភិក្ខុទាំងឡាយទេវទត្តទៅកើតនៅក្នុងអវជ័យនរកហើយទ្រង់ត្រាស់នៅព្រះគាថានេះថាអ៊ិធតបតិបច្ចតបតិបាបការីឧភយថតបតិបាបាំងមេកតន្តិតបតិភ័យយោតបតិទុក្កតੰកតោអ្នកដែលធ្វើបាបតែងក្តៅក្រហាយក្នុងលោកទាំងពីរគឺក្នុងលោកនេះផងស្លាប់ទៅហើយក៏ក្តៅក្រហាយក្នុងលោកខាងមុខផងគេតែងក្តៅក្រហាយព្រោះដឹងថាខ្លួនបានធ្វើបាបហើយដល់ទុក្កតិហើយក៏រឹតតែក្តៅក្រហាយលើសដើមក្នុងការចប់ព្រះគាថាពុទ្ធបរិស័ទបានសម្រេចសោតាបត្តផលជាដើមអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ292 388សតន3ដកលេខ52ទំព័រទី24ចប់សូមអនុមោទនា